ជួយគ្រប់គ្រងផលិតផលខ្មែរតិចទៀតហ្នឹងគេមានការតាំងពិព័រណ៍និយាយទៅគឺសិតតែផលិតផលខ្មែរទាំងអស់តែម្ដងបងប្អូនគ្នាណាអញ្ចឹងការតាំងពិព័រណ៍ផលិតផលខ្មែរហ្នឹងគេធ្វើពីរដងហើយការលើកទី1នេះគឺមានអ្នកចូលរួមច្រើនអ្នកគ្រប់គ្រងគឺច្រើនមែនតើបងជួយគ្រប់គ្រងលើកទី2នេះផងអញ្ចឹងគេធ្វើនៅអាគារកោះពេជ្រនេះដដែលទេគេធ្វើចំជាមួយនឹងថ្ងៃអុំទូកហ្មងអញ្ចឹងបងអាចអញ្ជើញមកលេងមុខវាំងអញ្ជើញមកលេងកោះពេជ្រនេះចូលរួមជាមួយនឹងការតាំងពិព័រណ៍នៅផលិតផលខ្មែរទាំងអស់ហ្នឹងផងគេធ្វើនៅថ្ងៃទី5ទី6និងទី7បាទចាំបងចូលមកគឺនឹងមាននៅជាមួយនឹងដូចជាម្ហូបអាហារសម្ភារៈអីផ្សេងដែលសិតសឹងតែជាផលិតផលខ្មែររបស់យើងទាំងស្រុងហើយ W King របស់យើងក៏នឹងធ្វើការចូលរួមដែរបងអាចឈៀងចូលទៅតេស្តបទចម្រៀងឈៀងលេងកំសាន្តនិយាយទៅគឺយើងនឹងមានកម្មវិធីសប្បាយក៏ដូចជា promotion ពិសេសជូនជាកុំភ្លេចជួបគ្នាបងធ្វើតែ3ថ្ងៃទេ5 6និងថ្ងៃទី7ខែ11ខែវិច្ឆិកាហ្នឹងចំជាមួយនឹងថ្ងៃអុំទូកហ្មងអញ្ចឹងមកគឺចំណេញបានទាំងមកលេងអុំទូកនៅមុខវាំងមុខអីហ្នឹងហើយអាចចូលរួមជាមួយនឹងអាគារពិព័រណ៍ទៀតអញ្ចឹងទោះបីជាឆ្នាំនេះព្រឹត្តិពិធីបុណ្យអុំទូកគេអត់រៀបចំក៏ដោយក៏ប៉ុន្តែនៅតាមកន្លែងផ្សេងៗគឺមានជាមួយនឹងការកំសាន្តអីសប្បាយផ្សេងៗអញ្ចឹងបងប្អូនទាំងអស់គ្នាគឺអាចចូលរួមបានហើយអញ្ចឹងកុំភ្លេចជួបគ្នានៅអាគារពិព័រណ៍កោះពេជ្របងប្អូនទាំងអស់គ្នាណាស្តង់ B 111 Star របស់ W King បាទចុងក្រោយសូមអរគុណទេសម្រាប់ការតាមដានទស្សនារបស់សង្គមនេះ